សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីសុខភាពថ្ងៃនេះយើងនាំមកស្ដាប់ពីការចែករំលែកនៃបទពិសោធន៍របស់បងស្រីម្នាក់ដែលធ្លាប់ប្រឈមមុខជាមួយនឹងបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរតែសុខភាពរបស់បងស្រីមានការផ្លាស់ប្ដូរយ៉ាងដូចម្តេចខ្លះក្រោយពីបានស្គាល់និងប្រើប្រាស់ទឹកដោះដំបូងករបស់ Alpha Lipid Lifeline សូមអញ្ជើញបងស្រីជាណាវីចូលរួមជាមួយយើងជំរាបសួរបងសូមអរគុណណាស់ដែលបានចូលរួមកម្មវិធីសុខភាពរបស់យើងថ្ងៃនេះហ្នឹងហើយជំរាបសួរអូនចា៎ខ្ញុំមានភាពសប្បាយរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីសុខភាពពេលនេះដោយសារខ្ញុំមានឱកាសក្នុងការចែករំលែកដល់អ្នកដែលឈឺដូចខ្ញុំស្វែងយល់ពីការថែទាំសុខភាពមុននេះយើងបានឃើញបងចែករំលែកនៅក្នុងកម្មវិធី New Image តែបងអាចចែករំលែកបទពិសោធន៍បន្ថែមសម្រាប់វីដេអូនេះបានទេចាបានអូននិយាយប្រវត្តិពីខ្ញុំពីដើមហេតុនៃការឈឺតាមឡើយខ្ញុំនៅក្មេងខ្ញុំធ្វើការប្រើកម្លាំងខ្លាំងធ្វើឲ្យឆ្អឹងខ្នងនាងខ្ញុំប្រេះមានបញ្ហាធ្ងន់ធ្ងរនិងមានបញ្ហាធ្លាក់ទឹកចិត្តហើយនឹងមានបញ្ហាពោះវៀនផងដែរបន្ទាប់ពីខ្ញុំទៅពិនិត្យនៅវៀតណាមវិជ្ជាបណ្ឌិតវៀតណាមបានណែនាំឲ្យខ្ញុំនឹងត្រូវធ្វើការវះកាត់ដាក់ដែកក្នុងឆ្អឹងមួយជីវិតលោកគ្រូវិជ្ជាបណ្ឌិតឲ្យខ្ញុំធ្វើការវះកាត់ខ្ញុំមិនបានសម្រេចចិត្តវះកាត់នៅពេលនោះទេខ្ញុំត្រឡប់មកផ្ទះវិញដើម្បីសិក្សាពិចារណាឲ្យបានច្បាស់សិនតែជាសំណាងល្អខ្ញុំក៏បានប្រើបានស្គាល់និងបានប្រើសាក់លបងលើផលិតផលទឹកដោះគោ Alpha Lipid Lifeline ហើយមួយទៀតអ៊ីបានប្រើប្រាស់ទឹកដោះគោ Alpha Lipid Lifeline ហើយសុខភាពរបស់អ៊ីបានមានការប្រែប្រួលឬវិវត្តទៅបែបម៉េចដែរអ៊ីចាបន្ទាប់ពីខ្ញុំប្រើទឹកដោះគោនេះហើយសុខភាពខ្ញុំវាបានប្រសើរបន្តិចម្ដងធ្វើឲ្យសាច់ដុំយើងហើយនិងឆ្អឹងយើងមានសភាពរឹងមាំជាងមុនហើយបញ្ហាប្រព័ន្ធរំលាយអាហារហ្នឹងក៏ប្រសើរហើយនឹងស្មារតីអារម្មណ៍យើងក៏ល្អដែរចឹងបន្ទាប់ពីអ៊ីបានប្រើប្រាស់ជាមួយទឹកដោះគោ Alpha Lipid Lifeline ហើយមានន័យថាសុខភាពរបស់អ៊ីបានល្អប្រសើរខ្លាំងជាងមុនមែនតើអ៊ីចាហ្នឹងហើយឥឡូវនេះសុខភាពខ្ញុំល្អប្រសើរជាងមុនខ្លាំងឆ្អឹងរបស់ខ្ញុំក៏វាបន្ថយការឈឺចាប់ជាងមុននិយាយរួមទៅវាធូរច្រើនបើប្រៀបធៀបជាមួយការពេលដែលយើងឈឺដើរអត់ចង់រួចតែឥឡូវវាសរសៃអីឡើងឈឺហើយអញ្ចឹងពេលណាដែលយើងជាអស់យើងមានអារម្មណ៍ថាខ្លួនយើងស្រាលហ្នឹងហើយអរគុណច្រើនបងសម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃនេះវាបង្ហាញថាការជ្រើសរើសផលិតផលដែលមានគុណភាពដូចជាទឹកដោះគោ Alpha Lipid Lifeline អាចជួយទៅដល់សុខភាពទូទៅនិងជួយធ្វើឲ្យជីវិតរបស់លោកអ្នកកាន់តែល្អប្រសើរខ្ញុំសង្ឃឹមថាការចែករំលែករបស់បងស្រីគឺអាចជាផ្នែកនៅក្នុងការបំផុសគំនិតនិងជាកម្លាំងចិត្តទៅដល់អ្នកទស្សនាទាំងអស់គ្នាជាចុងក្រោយខ្ញុំសូមអរគុណនិងជួបគ្នានៅក្នុងកម្មវិធីសុខភាពនៅពេលក្រោយ